បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួយជាមួយខ្ញុំបាទ Mr. AK ជាងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការ recap ក៏ដូចជាសង្ខេបជាមួយនឹងកម្មវិធី Friday Night Smackdown ដែលលេងនៅចុងសប្តាហ៍នេះអញ្ចឹងសម្រាប់ Smackdown នៅសប្តាហ៍នេះគឺលេងជាមួយនឹងហៅថាម៉ោងត្រូវជាមួយនឹងខ្មែរយើងតែម្ដងគឺគេលេងថ្ងៃសុក្រយើងមើលថ្ងៃសុក្រតែដោយសារអី Smackdown សប្តាហ៍នេះគឺលេងនៅក្នុងប្រទេសអូស្ត្រាលីអញ្ចឹងសម្រាប់សាច់រឿងនៅក្នុង Smackdown នេះវាអត់មានអីច្រើនប្រហែលទេគ្រាន់តែថាមានអីតិចតួច surprise យើងអញ្ចឹងទៅជាអ្នកទាំងអស់គ្នារងចាំតាមដានស្ដាប់ជាមួយខ្ញុំបាទបន្តិចទៀតនេះចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទស្សនាព្រឹត្តិការណ៍ Ground Show ដែលលេងនៅក្នុងថ្ងៃស្អែកនេះអ្នកទាំងអស់គ្នាដែលចង់មើលអត់ដឹងមើលតាមណាអាចចាក់ទោមកកាន់ខ្ញុំបានគឺខ្ញុំមានក្រុម Telegram សម្រាប់ផុសបើសិនជាអ្នកទាំងអស់គ្នាចង់ទស្សនាពេញអ្នកទាំងអស់គ្នាអត់ដឹងរោមើលណាអាចចាក់ទោមកកាន់ក្រុមរបស់ខ្ញុំបានគឺខ្ញុំមានផុសគ្រប់គូតែម្ដងពេញនិយាយទៅគឺអត់មានពិបាកអីទេហើយសម្រាប់ការចុះឈ្មោះចូលគឺបងត្រឹមតែ$10តែប៉ុណ្ណោះគឺអាចទស្សនាបានរយៈពេល1ឆ្នាំពេញតែម្ដងព្រឹត្តិការណ៍អីក៏អាចមើលបានដែររយៈពេល1ឆ្នាំគឺមើលអត់ដែនកំណត់ហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាច scan QR នៅលើវីដេអូនេះដើម្បីចុះឈ្មោះឬមួយក៏អាចចុច link នៅក្នុង description ក៏ដូចជានៅក្នុង comment របស់វីដេអូនេះដើម្បីតាក់ទងទៅចុះឈ្មោះជាមួយខ្ញុំបាទនៅក្នុង Telegram ជាអ្នកទាំងអស់គ្នាអ្នកដែលតាក់ទងទៅគឺសូមមេត្តាច្បាស់លាស់កុំលេងសើចកុំកោខ្ញុំជមុនចូលដល់វីដេអូខ្ញុំសូមរំខានអ្នកទាំងអស់គ្នាបន្តិចបើសិនជាបងឬមួយក៏បងដែលនៅផ្ទះមានប្រើប្រាស់ម៉ាស៊ីនត្រជាក់ហើយត្រូវការជួសជុលត្រូវការដំឡើងឬមួយក៏កន្លែងធ្វើការងារត្រូវការលាងសម្អាតអីប្រចាំខែអីអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់ CND Service បាននិយាយទៅគឺ CND Service គាត់មានទទួលដូចជាជួសជុលម៉ាស៊ីនត្រជាក់ដំឡើងម៉ាស៊ីនត្រជាក់ក៏ដូចជាលាងសម្អាតផងដែរហើយគាត់ក៏មានជួសជុលដូចជាម៉ាស៊ីនបោកគក់ផងដែរហើយថ្មីនេះ promotion សម្រាប់ CND គឺពិសេសមែនទែនអ្នកទាំងអស់គ្នារាល់ការដំឡើងម៉ាស៊ីនត្រជាក់ពីខាង CND ដំបូងគឺ CND គាត់នឹង free លាងសម្អាតបានន័យថាគាត់នឹងលាងសម្អាតមួយដែលឥតគិតថ្លៃសម្រាប់ម៉ាស៊ីនត្រជាក់ដែលគាត់ដំឡើងឲ្យជាលើកដំបូងអញ្ចឹងពិសេសមែនទែនអ្នកទាំងអស់គ្នាកុំឲ្យឱកាសកន្លងផុតទៅសោះហើយបើសិនជាចង់តាក់ទងនៅមួយក៏សាកសួរព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់លេខទូរស័ព្ទដែលខ្ញុំដាក់នៅលើវីដេអូនេះឬមួយក៏អាចចុច link នៅក្នុង description ក៏ដូចជា comment នៅក្នុងវីដេអូនេះដើម្បីតាក់ទងសាកសួរគាត់តាមរយៈ Telegram អញ្ចឹងទៅសាកសួរពីព័ត៌មានពីបញ្ហាម៉ាស៊ីនត្រជាក់របស់អ្នកទាំងអស់គ្នាសម្រាប់ Smackdown នៅក្នុងសប្តាហ៍នេះគឺលេងនៅក្នុងថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025គឺទើបតែបញ្ចប់ទៅក្តៅមុននេះឯងគឺ Smackdown គេធ្វើនៅអូស្ត្រាលីអញ្ចឹងយើងបានមើលយប់ដែរអត់ចាំបាច់មើលដល់ថ្ងៃស្អែកនោះទេអញ្ចឹងបើកឆាក Smackdown មកជាមួយនឹងការបង្ហាញខ្លួនរបស់ The American Nightmare Cody Rhodes ដែលគាត់ឡើងមកនិយាយអំពីការប្រកួតជាមួយ Seth នៅថ្ងៃស្អែកនៅ Ground Show អញ្ចឹងណាហើយគាត់គឺនិយាយថាគាត់គឺជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងលំដាប់នៅក្នុង WWE អញ្ចឹង Seth Rollins មិនអាចយកឈ្នះគាត់បានទេអញ្ចឹងវាអត់មានអីច្រើនទេគ្រាន់តែគាត់ឡើងមកនិយាយប៉ុណ្្នឹងឯងឡើងមកអួតខ្លួនឯងថាស្អែកនឹងឈ្នះអីចឹងទៅហើយយើងចាំមើលទាំងអស់គ្នាថាស្អែកមានអីកើតឡើងហើយក៏មានដំណឹងលក្ខណៈថាបែកធ្លាយដែរដែលគេឃើញ Brock Lesnar គឺឡើងយន្តហោះមកអូស្ត្រាលីដែរតែខ្ញុំមិនដឹងថាច្បាស់អត់ទេប៉ុន្តែតាមព័ត៌មានពាក្យអាចារ្យបារាបែកធ្លាយគេថា Brock Lesnar គាត់អាចនឹងមានមុខនៅក្នុងព្រឹត្តិការណ៍ Ground Show នេះខ្ញុំមិនដឹងថាមកធ្វើអីទេសង្ស័យតែមកវាយ Cody ទេតែនេះខ្ញុំអត់ច្បាស់ការ 100% ទេគ្រាន់តែថាគេពាក្យចាមបារាមអញ្ចឹងទៅហើយខ្ញុំក៏យកមកនិយាយចែកជូនអ្នកទាំងអស់គ្នាយើងចង់ដឹងយើងមានតែចាំមើលនៅថ្ងៃស្អែកអញ្ចឹងសម្រាប់បន្ទាប់ទៀតគឺជាការប្រកួតដណ្ដើមយកខ្សែក្រវ៉ាត់ United States Champion គឺ Sami Zayn គាត់ Open Challenge ទៀតហើយសប្តាហ៍នេះគឺគូប្រកួតដែលប៉ះជាមួយគាត់គឺ Shinsuke Nakamura ដែលគាត់ return មកហើយបាត់រៀងយូរដែរឥឡូវគឺមកវិញហើយមកយក United States Champion អញ្ចឹងគូនេះវាយល្អមើលគួរសមដែរប៉ុន្តែមិនទាន់ចប់ដើមទេស្រាប់តែមានក្រុមបរោះគូមុខសមកមួយក្រុម 3-4 នាក់មកគឺគាត់មកវាយទៅលើ Sami Zayn ក៏ដូចជា Nakamura ហើយក៏បានបើកបង្ហាញផងដែរថា4នាក់ហ្នឹងគឺជាក្រុមរបស់ Solo Sikoa ហ្នឹងឯង The MST ហើយមកមុនដំបូងគេគឺ Tama Tonga ដែលបាត់មុខតាំងពីយូរមកហើយឥឡូវគឺគាត់មកដល់ហើយឥឡូវរៀងធាត់មែនទែនអញ្ចឹងសាច់រឿងនេះមិនដឹងរៀបមិនទេប៉ុន្តែយើងបាន surprise ដែរដែលក្រុម The MST គឺគាត់លក្ខណៈថានិយាយទៅ Solo តាំងពីបាត់ខ្សែក្រវ៉ាត់មកគឺគាត់ស្ងាត់ពី Smackdown ដែរទើបតែចេញមកទេហើយចេញមកគឺប្រមូលក្រុមមកហើយគូមុខគូអីគឺ style របស់ Tama Tonga ដែលគាត់នៅធ្លាប់វាយនៅជប៉ុនគាត់គូមុខអញ្ចឹងបន្ទាប់មកទៀតខ្ញុំអត់ចង់និយាយអីច្រើនវែងឆ្ងាយប្រហែលទេអ្នកទាំងអស់គ្នាដោយសារគឺខ្ញុំក៏ធ្វើវីដេអូនេះវារៀងខើចដែរអញ្ចឹងខ្ញុំធ្វើរៀងលឿនអញ្ចឹងខ្ញុំសូមនិយាយមកដល់គូបញ្ចប់ប្រចាំ Smackdown សប្តាហ៍នេះតែម្ដងទៅគឺជាការប្រកួតលក្ខណៈថា rematch ទេសងសឹករវាង Damien Priest ជាមួយនឹង
Aleister Black ជាការប្រកួត Last Man Standing នរណារាប់គ្រប់10ហើយអត់ទាន់ងើបបានគឺចាញ់នឹងឯងអញ្ចឹងការប្រកួតនេះវាវាយមកប្រើយូរដែរល្អមើលគួរសមហើយចុងក្រោយគឺ Damien Priest ទៅដល់កន្លែងទស្សនិកជនប៊ីសនឹងប្រើក្បាច់របស់គាត់ដើម្បីយកឈ្នះទៅលើ Aleister Black ហើយស្រាប់តែ Zelina Vega មកគឺគាត់ចេញមកជួយខាត់អញ្ចឹងណាថាកុំធ្វើបាបប្តីគាត់អីចឹងទៅហើយក្រោយមក Aleister Black ក៏បាញ់ភ្លើងចំមុខ Damien Priest ហើយក៏ Black ម៉ាស់មួយជើងធ្លាក់ទៅក្រោមអញ្ចឹងទៅអាញាកដាលរាប់គ្រប់10អត់ឡើងផុតអញ្ចឹងក៏ជ័យជំនះហ្នឹងបានទៅលើ Aleister Black ម្ដងទៀតអញ្ចឹង SmackDown ក៏បានបិទបញ្ចប់ត្រឹមហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់ការសង្ខេប SmackDown គឺបានបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំមានទិញទួយទេចែកជូនអ្នកទាំងអស់គ្នាប៉ុណ្្នឹងឯងហើយនិយាយទៅគឺខ្ញុំធ្វើយ៉ាងខ្លីមែនទេដោយសារពេលវេលាក៏វាខ្លីដែរអញ្ចឹងខ្ញុំក៏ធ្វើបញ្ញាបញ្ញាប់អញ្ចឹងទៅអញ្ចឹងបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរហើយកុំភ្លេចអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃស្អែកគឺវេលាម៉ោង5ល្ងាចតទៅគឺខ្ញុំនឹងធ្វើការ live និយាយគ្នាលេងជាមួយអ្នកទាំងអស់គ្នានៅក្នុង YouTube Channel ផ្ទាល់តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាដែលមានសំណួរត្រៀមសួរតាក់ទងពី WWE អីខ្លះអាចត្រៀមសំណួរសម្រាប់សួរថ្ងៃស្អែកបានគឺចាប់ពីម៉ោង5ល្ងាចទៅគឺខ្ញុំនឹងបើក live និយាយគ្នាអញ្ចឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាបើចង់ឆ្លងឆ្លើយអីអាចត្រៀមសំណួរសម្រាប់សួរខ្ញុំបានហើយខ្ញុំក៏ត្រៀមចម្លើយសម្រាប់ឆ្លើយទៅកាន់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងចាំជួយជាមួយខ្ញុំបាទ Mr. AJ នៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា